តោះមកស្វែងយល់អំពីបទល្មើសលួចនិងទោសដែលត្រូវអនុវត្តទាំងអស់គ្នាតើអ្វីទៅជាអំពើលួចដោយយោងទៅតាមក្រមព្រហ្មទណ្ឌមាត្រា353និយមន័យនៃអំពើលួចមាត្រានេះបានឲ្យនិយមន័យថាអំពើលួចគឺជាអំពើដកហូតដោយទុច្ចរិតនៅទ្រព្យសម្បត្តិឬវត្ថុផ្សេងទៀតរបស់អ្នកដទៃតាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនចំពោះទោសអនុវត្តមាត្រា356អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅ6លានរៀលសូមបញ្ជាក់ថាទោសនេះគឺគ្រាន់តែជាទោសធម្មតាដោយពុំទាន់រាប់បញ្ចូលស្ថានទម្ងន់ទោសនោះទេចំពោះអំពើលួចដែលមានស្ថានទម្ងន់ទោសផ្អែកតាមមាត្រា357ស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សាអំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី3ឆ្នាំទៅ10ឆ្នាំក្នុងករណីដូចតទៅ1អំពើលួចនេះប្រព្រឹត្តឡើងមុនពេលក្នុងពេលឬក្រោយពេលប្រើហិង្សា2អំពើលួចនេះប្រព្រឹត្តដោយការកាប់គាស់ទម្លុះទម្លាយរីឯមាត្រា358ស្ថានទម្ងន់ទោសដោយសារការកាត់អវយវៈឬពិការភាពអំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំទៅ20ឆ្នាំប្រសិនបើអំពើនេះប្រព្រឹត្តមុនពេលក្នុងពេលឬក្រោយពេលប្រើហិង្សាដែលនាំឲ្យមានការកាត់អវយវៈឬពិការភាពជាអចិន្ត្រៃយ៍ចំណែកមាត្រា359ស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្មឬអំពើឃោរឃៅអំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី15ឆ្នាំទៅ30ឆ្នាំប្រសិនបើអំពើនេះប្រព្រឹត្តមុនពេលក្នុងពេលឬក្រោយពេលប្រើទារុណកម្មឬអំពើឃោរឃៅចំណែកឯមាត្រា360ស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះអំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី15ឆ្នាំទៅ30ឆ្នាំប្រសិនបើអំពើនេះប្រព្រឹត្តមុនពេលក្នុងពេលឬក្រោយពេលប្រើហិង្សាដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់